កម្មវិធីកាត់តទាំង6ដែលល្អប្រើជាងគេសម្រាប់ខ្ញុំទី1នោះគឺ CapCut គឺជាកម្មវិធីដែលខ្ញុំចូលចិត្តប្រើបំផុតតែឥឡូវតាំងពីគេអាប់ដេតឲ្យមាន Pro និងពាណិជ្ជកម្មច្រើនមកខ្ញុំហាក់បីដូចជាអន់ចិត្តនឹងកម្មវិធីនេះខ្លាំងមែនទែនចូលដល់កម្មវិធីទី2ដែលខ្ញុំចូលចិត្តនោះគឺមានឈ្មោះថា My2 ដែលកម្មវិធីនេះយើងអាច download បានទាំង Android និង iOS បានហើយការកាត់របស់វាគឺមិនខុសអីពីកម្មវិធី CapCut ប៉ុន្មានទេហើយវាថែមទាំងមិនជួប logo ឬក៏ពាណិជ្ជកម្មរញ៉េរញ៉ៃថែមទៀតផងហើយចំពោះកម្មវិធីទី3ដែលមានឈ្មោះថា InShot វាគឺជាកម្មវិធីមួយដែលខ្ញុំចូលចិត្តទាំងការកាត់តទាំងរូបភាពនិងការកាត់តទាំងវីដេអូហើយវាព្រមទាំងអាចដាក់ font អក្សរខ្មែរបានថែមទៀតផងហើយចំពោះទី4គឺកម្មវិធីដែលមានឈ្មោះថា VN យើងវាយនៅក្នុងការ download ទាំង Android ទាំង iOS នៅក្នុង App Store និង Play Store យើងវាយដល់ VN ហ្នឹងវាចេញហើយវាក៏ជាកម្មវិធីអីដែលមិនខុសពីកម្មវិធីខាងលើទាំង3នោះទេពោលគឺវាស្តៀងគ្នានោះឯងហើយវាក៏អាចនឹងគ្រប់គ្រងចំពោះអក្សរខ្មែរយើងដែរហើយកម្មវិធីទី5គឺជាកម្មវិធីមួយដែលស្រួលប្រើនោះដែរតែកម្មវិធីនេះវាប្លែកបន្តិចត្រង់ថាយើង download មកយើងតម្រូវឲ្យយើងនឹងភ្ជាប់ជាមួយនឹង Instagram ឬក៏ login ជាមួយ Instagram បានយើងអាចចូលប្រើបានហើយចំពោះកម្មវិធីចុងក្រោយកម្មវិធីទី6ដែលខ្ញុំចូលចិត្តនោះមានឈ្មោះថា Wing គឺជាកម្មវិធីមួយដែលខ្ញុំឆ្លាញ់ត្រង់ថាវាជាកម្មវិធីដែលអាចកែប្រែវីដេអូដែលមិនច្បាស់ដែលមិនសូវស្អាតទៅជាច្បាស់ហើយច្បាស់នោះគឺកម្រិត HD តែម្ដងអរគុណអ្នកទាំងអស់គ្នាក្នុងចំណោមកម្មវិធីទាំង6ខាងលើតើអ្នកទាំងអស់គ្នាចូលចិត្តកម្មវិធីមួយណាជាងគេដែរហើយចូលចិត្តប្រើកម្មវិធីមួយណាដែរកុំភ្លេច comment នៅក្រោមមតិរបស់ខ្ញុំបាទមួយផងណាសូមអរគុណ